គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែននឹងបានឈានចូលទៅដល់ដំណាក់កាលដ៏តានតឹងថ្មីមួយខណៈដែលរុស្ស៊ីបានបើកនូវការវាយប្រហារទ្រង់ទ្រាយធំទៅលើតំបន់ជាច្រើនរបស់អ៊ុយក្រែនដោយប្រើប្រាស់នៅមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកនោះឬក៏ដ្រូនរាប់រយគ្រឿងបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ក៏18នាក់និងរងរបួសជាច្រើនសិបនាក់ថែមទៀតហេតុការណ៍មួយនេះបានធ្វើឲ្យលោកប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky នឹងអំពាវនាវជាថ្មីទៅកាន់សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសសម្ព័ន្ធមិត្តឲ្យពន្លឿននៅការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសទំនើបដើម្បីការពារនៅទីក្រុងនិងប្រជាពលរដ្ឋពីការវាយប្រហារកាន់តែខ្លាំងឡើងរបស់រុស្ស៊ីដោយមួយរយៈមុនគឺប្រទេសអ៊ុយក្រែននឹងបានវាយប្រហារទៅលើតំបន់សំខាន់មួយចំនួនរបស់ប្រទេសរុស្ស៊ីហើយសម្រាប់ការវាយប្រហារលើកនេះត្រូវបានគេចាត់ទុកថាជាការវាយប្រហារដ៏ធំបំផុតមួយនៅក្នុងរយៈពេលប្រមាណខែចុងក្រោយនេះហើយក៏បានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរទៅដល់ហេដ្ឋារចនាសម្ព័ន្ធសំណង់លំនៅឋានអគារសាធារណៈនិងបណ្ដាញថាមពលនៅក្នុងតំបន់ជាច្រើនរបស់ប្រទេសអ៊ុយក្រែនសម្លេងសិរ៉ែនប្រកាសអាសន្នបានលាន់ឮពេញទីក្រុងធំៗជាច្រើនខណៈដែលប្រជាពលរដ្ឋរាប់ពាន់នាក់បានរត់ចូលទៅដល់ជម្រកក្រោមដីដើម្បីគេចផុតពីគ្រាប់មីស៊ីលនិងការវាយប្រហារតាមដែនអាកាសដែលបានកើតឡើងជាបន្តបន្ទាប់បើតាមប្រភពពីមន្ត្រីរបស់ប្រទេសអ៊ុយក្រែនដែលបានបញ្ជាក់ថាការវាយប្រហារមួយនេះបានកើតឡើងនៅពេលយប់និងបន្តរហូតដល់ពេលព្រឹកព្រលឹមហ្នឹងដោយគោលដៅរួមមានទីក្រុងខៀវ ខាគីវ ទីនីប្រូ អូដេសានិងតំបន់ផ្សេងទៀតដែលមានសារៈសំខាន់ផ្នែកយោធានិងសេដ្ឋកិច្ចហើយក៏កម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែនក៏បានអះអាងថាពួកគេអាចបាញ់ទម្លាក់មីស៊ីលនិងដ្រូនមួយចំនួនធំបានប៉ុន្តែដោយសារតែចំនួនអាវុធដែលរុស្ស៊ីបានប្រើប្រាស់ហ្នឹងគឺវាមានច្រើនពេកហើយមីស៊ីលមួយចំនួននៅតែអាចឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសនិងការវាយប្រហារទៅលើគោលដៅដែលនៅលើដីបានលោកប្រធានាធិបតី Zelensky ក៏បានថ្លែងថាការវាយប្រហារទៅលើប្រជាពលរដ្ឋស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនេះគឺជាផុសតាងមួយដែលបានបង្ហាញថាអ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមជាបន្ទាន់ហើយលោកក៏បានអំពាវនាវឲ្យដៃគូអន្តរជាតិបង្កើននូវការគ្រប់គ្រងយោធាជាពិសេសប្រព័ន្ធ Patriot, SAM-T និងបច្ចេកវិទ្យាការពារមីស៊ីលផ្សេងៗនឹងដែលអាចជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋបាននិងកាត់បន្ថយនៅការខូចខាតសម្រាប់អ្នកវិភាគយោធាបានលើកឡើងបន្ថែមថារុស្ស៊ីកំពុងតែប្រើនៅយុទ្ធសាស្ត្រវាយប្រហារដោយបរិមាណដោយបាញ់បញ្ចេញនូវដ្រូននិងមីស៊ីលជាច្រើនក្នុងពេលតែមួយដើម្បីធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននឹងមានភាពតានតឹងមិនអាចចាប់ជាសញ្ញារបស់ដ្រូននិងមីស៊ីលរបស់រុស្ស៊ីបានហើយនឹងប្រើប្រាស់នៅគ្រាប់ស្ទាក់ចាប់អស់កាន់តែលឿនពួកគេក៏បានបញ្ជាក់ថាទោះបីជាអ៊ុយក្រែនមានប្រព័ន្ធការពារទំនើបមួយចំនួនក៏ដោយការវាយប្រហារដែលមានទំហំធំបែបនេះនៅតែបង្កនៅបញ្ហាប្រឈមយ៉ាងខ្លាំងហើយមន្ត្រីរបស់រុស្ស៊ីវិញក៏បានអះអាងថាការវាយប្រហារមួយនេះមានគោលបំណងទៅលើគោលដៅយោធានិងហេដ្ឋារចនាសម្ព័ន្ធដែលគ្រប់គ្រងទៅដល់សមត្ថភាពយោធារបស់អ៊ុយក្រែនតែម្ដងទោះជាយ៉ាងណាអាជ្ញាធររបស់អ៊ុយក្រែននឹងអង្គការអន្តរជាតិជាច្រើនបានចង្អុលបង្ហាញថាមានអគារលំនៅឋានសាលារៀនមន្ទីរពេទ្យនិងសំណង់ស៊ីវិលជាច្រើននឹងត្រូវបានរងការខូចខាតដែលបង្កដោយមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋរូបភាពនិងវីដេអូដែលបានទៅផ្សព្វផ្សាយទៅលើបណ្ដាញសង្គមបានបង្ហាញអំពីអគារជាច្រើនត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយអណ្ដាតភ្លើងនឹងបានឆាបឆេះនឹងក្រុមអ្នកជួយសង្គ្រោះដែលកំពុងតែស្វែងរកអ្នករស់រានមានជីវិតក្រោមគំនរបាក់បែកនឹងគឺកាន់តែច្រើនហើយក្រុមជួយសង្គ្រោះបានធ្វើការពេញមួយយប់ដើម្បីជួយជនរងគ្រោះនិងស្វែងរកនៅអ្នកដែលអាចជាប់នៅក្រោមអគារដែលបានដួលរលំសម្រាប់អ្នកជំនាញផ្នែកសន្តិសុខអន្តរជាតិបានលើកឡើងថាការវាយប្រហារលើកនេះអាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងការបង្កើននូវសម្ពាធទៅលើអ៊ុយក្រែនមុនពេលដែលមានការពិភាក្សាផ្នែកការទូតឬក៏ការផ្លាស់ប្ដូរនូវយុទ្ធសាស្ត្រទៅលើសមរភូមិពួកគេក៏បានបញ្ជាក់បន្ថែមថាការគ្រប់គ្រងដែនអាកាសនិងការការពារទីក្រុងធំៗនឹងក្លាយទៅជាកត្តាសំខាន់មួយសម្រាប់អ៊ុយក្រែននៅក្នុងខែខាងមុខនេះហើយទន្ទឹមនឹងនេះគឺបណ្ដាប្រទេសលោកខាងលិចបានចេញនៅសេចក្តីថ្លែងការណ៍កោតទោសការវាយប្រហារដែលបណ្ដាលឲ្យមានជនស៊ីវិលស្លាប់និងបានបញ្ជាក់ថាពួកគេនឹងបន្តគ្រប់គ្រងអ៊ុយក្រែនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធមនុស្សធម៌និងយោធាសម្រាប់មន្ត្រីជាន់ខ្ពស់មួយចំនួនក៏បានលើកឡើងថាការផ្គត់ផ្គង់នៅប្រព័ន្ធការពារដែនអាកាសបន្ថែមនេះគឺកំពុងតែត្រូវបានពិភាក្សាប៉ុន្តែការផលិតនិងការដឹកជញ្ជូននោះគឺត្រូវការពេលវេលាដោយដែលលោក Zelensky នឹងបានគិតទុកតាំងពីមុនដែលលោកបានស្នើហើយក៏បានស្នើសុំឲ្យប្រទេសដែលជាសម្ព័ន្ធមិត្តនឹងជួយផលិតនិងផ្ដល់ជូនលោកនោះឲ្យបានកាន់តែលឿនសម្រាប់អ្នកវិភាគសេដ្ឋកិច្ចក៏បានបញ្ជាក់ថាការវាយប្រហារជាបន្តបន្ទាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងឧស្សាហកម្មរបស់អ៊ុយក្រែននេះគឺអាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងគឺរហូតដល់រាប់លាននាក់
ហើយការខូចខាតបណ្ដាញអគ្គិសនីនិងការផ្គត់ផ្គង់ថាមពលនេះអាចបង្កឲ្យមានជាការលំបាកទៅដល់សេវាសាធារណៈការផលិតនិងការដឹកជញ្ជូនហើយនៅក្នុងប្រទេសអ៊ុយក្រែនប្រជាពលរដ្ឋជាច្រើនក៏បានបន្តបង្ហាញអំពីភាពរឹងមាំនិងការតស៊ូទោះបីជាត្រូវបានប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងក្លាក៏ដោយសម្រាប់អ្នកស្ម័គ្រចិត្តអង្គការមនុស្សធម៌និងក្រុមអ្នកសង្គ្រោះនឹងបានរួមគ្នាផ្ដល់ជាជំនួយទៅដល់គ្រួសារដែលរងនៅផលប៉ះពាល់ខណៈដែលអាជ្ញាធរកំពុងតែព្យាយាមស្ដារនៅសេវាសំខាន់ៗឡើងវិញសម្រាប់ពិភពលោកទាំងមូលគឺការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីមួយនេះនិងការអំពាវនាវរបស់លោក Zelensky នឹងសម្រាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមបានបង្ហាញថាសង្គ្រាមរបស់អ៊ុយក្រែននេះនៅតែមានការបន្តឲ្យមានភាពស្មុគស្មាញនិងមិនទាន់មានសញ្ញាបញ្ចប់នៅពេលឆាប់ៗនេះទេខណៈដែលភាគីទាំងពីរបន្តប្រយុទ្ធនៅលើសមរភូមិហើយសហគមន៍អន្តរជាតិកំពុងតែតាមដានយ៉ាងជិតស្និទ្ធថាតើជំនួយយោធាបន្ថែមនឹងការខិតខំផ្នែកការទូតអាចជួយកាត់បន្ថយការបាត់បង់ជីវិតនិងនាំទៅរកដំណោះស្រាយសន្តិភាពបានដែរឬទេសរុបមកវិញគឺការវាយប្រហារដ៏ធំរបស់រុស្ស៊ីដែលបានសម្លាប់មនុស្សយ៉ាងហោច18នាក់នេះនឹងបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងអ៊ុយក្រែនបានក្លាយទៅជាសញ្ញាបង្ហាញអំពីការកើនឡើងនៃភាពតានតឹងនៅក្នុងសង្គ្រាមជាមួយនឹងការទាមទារប្រព័ន្ធការពារដែនអាកាសបន្ថែមពីលោក Zelensky នេះនឹងបន្តឲ្យមានការគ្រប់គ្រងពីសម្ព័ន្ធមិត្តលោកខាងលិចគឺស្ថានភាពនៅអ៊ុយក្រែននឹងបន្តក្លាយទៅជាប្រធានបទដ៏សំខាន់បំផុតមួយនៅលើឆាកនយោបាយនិងសន្តិសុខអន្តរជាតិនៅក្នុងពេលខាងមុខនេះដូច្នេះហើយទាំងអស់នេះគឺជាអ្វីដែលខ្ញុំបានសង្ខេបចេញពីព័ត៌មាន Reuters ទាក់ទងនឹងសង្គ្រាមរវាងប្រទេសអ៊ីរ៉ង់និងអ៊ុយក្រែនដែលមានការវាយប្រហារយ៉ាងធំរបស់រុស្ស៊ីទៅកាន់អ៊ុយក្រែនដែលមួយរយៈមុនហ្នឹងគឺអ៊ុយក្រែនបានវាយប្រហារទៅតំបន់សំខាន់ៗមួយចំនួនរបស់រុស្ស៊ីដូច្នេះយើងមានតែរងចាំទស្សនាបន្តថានឹងមានភាគីខាងណាដែលចូលមកសម្របសម្រួលនៅសង្គ្រាមមួយនេះដើម្បីកាត់បន្ថយនៅការស្លាប់របស់ប្រជាជនស៊ីវិលដូច្នេះខ្ញុំក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានស្ដាប់ព័ត៌មានមួយនេះពីដើមដល់ចប់ដូច្នេះខ្ញុំក៏សូមពរកុំភ្លេចជួយចុច like និង subscribe មកកាន់ channel របស់ខ្ញុំផងដើម្បីទទួលបានព័ត៌មានថ្មីៗនិងប្រភពច្បាស់លាស់ដែលខ្ញុំនឹងយកមកចែកជូនអ្នកទាំងអស់គ្នាដោយការសង្ខេបរបស់ខ្ញុំដូច្នេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាម្ដងទៀតនិងសូមជម្រាបលា